អ៊ីស្រាអែលបើកការវាយប្រហារទីក្រុងបេរូសាជាថ្មីបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់មិនទាន់បានប៉ុន្មានផងសន្តិភាពដែលទើបតែចាប់ផ្ដើមមានពលឺស្រអាប់ត្រូវរលាយបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លីក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមេសាកន្លងទៅទីក្រុងបេរូសបានរងការវាយប្រហារតាមអាកាសពីសំណាក់អ៊ីស្រាអែលសាជាថ្មីកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2026គោលដៅជាក់លាក់អ៊ីស្រាអែលអះអាងថាការវាយប្រហារនេះគឺដើម្បីកំទេចមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងពិសេស Red Van របស់ក្រុម Hezbollah ស្ថានភាពនៅភាគខាងត្បូងលីបង់ការវាយប្រហារនៅតែបន្តយ៉ាងខ្លាំងក្លាដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់13នាក់បាត់បង់ជីវិតឆ្លើយតបក្រុម Hezbollah បានបើកការវាយប្រហារបោកវិញដោយដ្រូននិងរ៉ុកែតដែលបណ្ដាលឲ្យទាហានអ៊ីស្រាអែលរងរបួសសោកនាដកម្មគិតមកដល់ពេលនេះសង្គ្រាមមួយនេះបានឆក់យកជីវិតមនុស្សជាង700នាក់ហើយបច្ចុប្បន្នកិច្ចប្រឹងប្រែងផ្នែកការទូតកំពុងតែដំណើរការយ៉ាងយឺតយ៉ាវខណៈប្រជាជនលីបង់កំពុងតែទាមទារឲ្យមានការដកទ័ពនិងសន្តិភាពពិតប្រាកដតើស្ថានភាពនេះនឹងទៅជាយ៉ាងណាទៀតនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera